អូនបងស្រីៗគាត់ប្រកាសជាពិបាកហៅអាវពេលអីព្រោះកន្លែងខ្លះគេលក់តែជាប្រភេទអាវប្រុសឯងប៉ុន្តែកន្លែងខ្ញុំគឺលក់ទាំងអាវស្រីទាំងអាវប្រុសហើយសម្រាប់អាវដែលខ្ញុំពាក់នេះគឺជាប្រភេទអាវរៀងគឺមានជីបរៀងពីមុខនិងពីក្រោយសម្រាប់ពុកម៉ែបងប្អូនបើសិនជាចង់មើលសាច់កណាត់អីពុកម៉ែបងប្អូនអាចមើលដល់ទីតាំងផ្ទាល់បានហើយអាវខាងខ្ញុំមិនមែនមានតែអាវរៀងទេសម្រាប់ស្រីគឺមានទាំងស៊ីសវ័តមានទាំងរ៉ូស៊ីប៉ុន្តែគាត់ថាស៊ីសវ័តនិងរ៉ូស៊ីពុកម៉ែបងប្អូនក៏មកខ្ញុំមុន3ថ្ងៃណាចំពោះអាវស្រីៗខ្ញុំកាត់ស្តុកតែអាវរៀងទេចំណែកអាវស៊ីសវ័តនិងរ៉ូស៊ីតតែពុកម៉ែបងប្អូនក៏មកខ្ញុំប៉ុន្តែចំពោះអាវមនុស្សប្រុសយើងមាននៅក្នុងស្តុកទាំងជើងត្រង់ទាំងរ៉ូស៊ីទាំងស៊ីសវ័តហើយចំពោះរ៉ូស៊ីគឺយើងមានច្រើនពណ៌ទៀតសម្រាប់ពុកម៉ែបងប្អូនអាចមើលបានអាវខាងខ្ញុំអត់មានញឹងស្មាអត់មានតឹងឃ្លៀឬមួយក៏ធ្នេអត់ស្អាតអីទេប្រើសុទ្ធតែធ្នេដប់ហើយបើថារ៉ូស៊ីច្បាស់ជារ៉ូស៊ីបើថាស៊ីសវ័តក៏ជាស៊ីសវ័តអាវរៀងស្រីគឺរៀងស្រីចំណែកអាវប្រុសគឺអាវប្រុសហើយសម្រាប់ពុកម៉ែបងប្អូនដែលនៅតាមខេត្តគាត់តែប្រាប់គីឡូនិងកម្ពស់មកគឺខ្ញុំដាក់ប្រភេទអាវកណាត់ទៅគឺត្រូវតែម្ដងអត់ឲ្យខុសទេណាហើយបើសិនជាខុសគឺខាងខ្ញុំធានាថាដូរជូនពុកម៉ែបងប្អូនវិញប៉ុន្តែដូចខ្ញុំបញ្ជាក់ជូនខាងលើចឹងអាវខាងខ្ញុំប្រាប់ផងថាស្រីឬប្រុសកុំឲ្យដាក់ច្រឡំគ្នាអញ្ចឹងណាហើយបើពុកម៉ែបងប្អូននៅភ្នំពេញពុកម៉ែបងប្អូនចង់មកមើលសាច់កណាត់ផ្ទាល់ឬក៏លោផ្ទាល់អីពុកម៉ែបងប្អូនអាចមកដល់ទីតាំងផ្ទាល់ក៏បានដែរទីតាំងរបស់ខ្ញុំគឺនៅស្តុកអាំងទឹកអូឡ িম্প ិកណាទល់មុខនឹងការ៉ាសាំងតេឡាខ្មែរឬក៏ពុកម៉ែបងប្អូនអាចតំណតាម page ខាងលើទាំងពីរនេះឬក៏ TikTok ឬក៏ Telegram ខ្ញុំសិនបានដោយសារតែពេលខ្លះខ្លាចយើងដាច់ផ្សាយអរគុណច្រើនជំរាបលាសម្រាប់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រនិងស្រឡាញ់ជួយចិត្ត